គ្រប់មានសុខបងប្អូនទាំងគ្នាសូមស្វាគមន៍មកកាន់វីដេអូខ្ញុំសារជាថ្មីនៅក្នុងវីដេអូនេះដែរខ្ញុំចែកម្លែកបងប្អូនពីបងប្អូនដែលមានជំងឺរលាកក្រពះណាហើយគូបងប្អូនគួរតែតមអាហារអ្វីខ្លះចឹងខ្ញុំលើកតែជំងឺរលាកក្រពះទេពាក់ព័ន្ធជាមួយនឹងជំងឺរលាកក្រពះគឺជាស្ថានភាពមួយដែលគ្របដណ្ដប់នៅរាល់បញ្ហាមិនប្រក្រតីផ្សេងៗដែលកើតមានចំពោះក្រពះដែលវាជាលទ្ធផលបានមកពីការរលាកស្រទាប់ផ្នែកខាងក្នុងនៃក្រពះមូលហេតុដែលរលាកក្រពះនេះគឺមានប្រភពមកពីកត្តាផ្សេងៗជាច្រើនដូចជាការចម្លងរោគដោយពពួកបាក់តេរីការផឹកស្រារងរបួសប៉ះទង្គិចដ៏ធ្ងន់ធ្ងរនិងការប្រើប្រាស់ថ្នាំបំបត្តិការឈឺចាប់នឹងក្នុងកម្រិតនឹងច្រើនជ្រុលណាចឹងជំងឺរលាកក្រពះនេះអាចកើតមានឡើងភ្លាមឬក៏មានការវិវត្តយឺតៗក្នុងពេលណាមួយចឹងណាបងប្អូនហើយជំងឺរលាកក្រពះនេះវាមិនបើយើងមិនបានធ្វើការព្យាបាលឲ្យបានត្រឹមត្រូវទេវានឹងបណ្ដាលឲ្យមានការវិវត្តទៅជាជំងឺដំបៅក្រពះឬក៏មហារីកអីក្រពះអីជាដើមណាចឹងអ្នកដែលមានជំងឺរលាកក្រពះបងប្អូនគួរតែជៀសវាងនៅអាហារជាក់លាក់ណាមួយចឹងខាងក្រោមនេះខ្ញុំនឹងបង្ហាញអាហារដែលបងប្អូនគួរតែជៀសវាងចឹងមុននឹងបង្ហាញសូមឲ្យបងប្អូនជួយចុច like subscribe និងសញ្ញារូបកណ្ដឹងមួយផងដើម្បីទទួលបានវីដេអូថ្មីបន្តទៀតតែខ្ញុំអាប់ឡូតលើក្រោយបងប្អូននឹងទទួលបានមុនគេណាអញ្ចឹងអរគុណច្រើនបងប្អូនអញ្ចឹងអាហារដែលបងប្អូនគួរតមគឺអាហារដែលមានជាតិខ្លាញ់ចឹងអាហារដែលមានជំងឺបងប្អូនដែលមានជំងឺរលាកក្រពះត្រូវធ្វើការជៀសវាងហ្នឹងគឺប្រភេទអាហារដែលមានជាតិខ្លាញ់វាអាចបង្កើននៅកម្រិតរលាកហ្នឹងរបស់ស្រទាប់ក្រពះហ្នឹងផ្នែកខាងក្នុងបាទចឹងបងប្អូនត្រូវតែជៀសវាងនៅអាហារដែលមានជាតិដូចជាខ្លាញ់ឬក៏ជៀនបាទអាហារដែលមានជាតិណាបាទដូចជាមាន់បំពងឬក៏អាហារសមុទ្រដែលជ្រលក់នៅទឹកកំទេចនំប៉័ងហើយសុទ្ធជៀនឬក៏នំបំពងគឺជាអាហារដែលបងប្អូនគួរតែជៀសវាងផងដែរហើយបងប្អូនមិនត្រូវទទួលទានដូចជាដំឡូងបាទដំឡូងបំពងបាទដំឡូងជៀនអញ្ចឹងអាហារដែលមានជាតិអាស៊ីតខ្លាញ់ក្រៅពីរំខានទៅដល់ស្រទាប់ក្រពះអាហារទាំងនេះណាគឺវាអាចឲ្យសម្ពាធឈាមបងប្អូននឹងឡើងបាទកើនឡើងទៀតហើយធ្វើឲ្យបងប្អូននឹងធាត់ឬក៏អាចមានជំងឺបេះដូងទៀតផងបងប្អូនមួយទៀតគឺប្រភេទអាហារដែលមានអាស៊ីតខ្លាញ់ត្រូវបានរកឃើញនៅក្នុងប្រភេទនំមួយចំនួនដូចជានំខួរកំណើតបាទនំខេកហ្នឹងនំគូគីដូណាត់និងនំស្រួយអាហារដែលចម្អិនស្រាប់ណាជាធម្មតាការសង្កត់ឃើញថាមានរសជាតិអាស៊ីតខ្លាញ់បាទវាមានសារធាតុអាស៊ីតខ្លាញ់ណាច្រើនជាងអាហារដែលយើងចម្អិនភ្លាមហើយពាក់ព័ន្ធជាមួយនឹងការឈឺក្បាលប្រកាហ្នឹងក៏វាជាមូលហេតុនៃប្រភពដ៏ខ្ពស់នៃអាស៊ីតខ្លាញ់នឹងផងដែរហើយមួយទៀតពាក់ព័ន្ធជាមួយនឹងប្រភេទអាហារដែលចំហុយក្រុមវិជ្ជាបណ្ឌិតនៅសាកលវិទ្យាល័យនៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រ Maryland គាត់បានណែនាំឲ្យបងប្អូនតែមានជំងឺរលាកក្រពះហ្នឹងគួរតែជៀសវាងនៅអាហារប្រភេទចំហុយហ្នឹងដែលវាមានជាតិស្ករខ្ពស់ហើយការបន្ថែមនៅលើជាតិខ្លាញ់នំប៉័ងសនិងនំប៉ាស្តាជាប្រភេទអាហារដែលចំហុយហ្នឹងគឺម្យ៉ាងទៀតគឺវារំខានទៅដល់ស្រទាប់ខាងក្នុងរបស់ក្រពះផងដែរហើយមួយទៀតគឺអាហារដែលមានរសជាតិហឹរប្រភេទអាហារដែលមានរសជាតិហឹរមានដូចជាម្ទេសប្លោកបាទស្ពៃខៀវនិងទឹកជ្រលក់ហឹរដែលធ្វើឲ្យរោគសញ្ញាឈឺក្រពះហ្នឹងរើឡើងវិញបានយ៉ាងឆាប់រហ័សណាហើយការច្រាលនៃជាតិអាស៊ីតនៅក្នុងក្រពះគឺបណ្ដាលមកពីការទទួលទាននៅអាហារដែលមានជាតិហឹរហ្នឹងនឹងអាចនាំឲ្យមានជំងឺរលាកក្រពះនេះកើតឡើងវិញណាទោះបីជាអាហារដែលមានជាតិសាបមិនតម្រូវសម្រាប់ការព្យាបាលជំងឺរលាកក្រពះក៏ស្រទាប់ខាងក្នុងនៃក្រពះហ្នឹងវាខ្សោយ
ត្រូវបានបំផ្លាញរួចជាស្រេចហើយដោយរោគរលាកកាពះនេះនៅពេលដែលវាបានជួបទៅនឹងអាហារដែលមានរសជាតិហឹរខ្លាំងណាហើយពាក់ព័ន្ធជាមួយនឹងបន្លែវិញបន្លែបងប្អូនគួរតែជៀសវាងនៅអាហារដែលឆៅបន្លែឆៅវាមានសភាពកក្រើមជាពិសេសគឺនៅពេលដែលកំពុងប្រឈមទៅនឹងស្ថានភាពនៃជំងឺរលាកកាពះរ៉ាំរ៉ៃអាហារទាំងនោះគឺគួរតែមានភាពងាយស្រួលក្នុងការរំលាយមានតែជំងឺរលាកកាពះជាច្រើនបានរកឃើញថាខ្ទឹមបារាំងនិងខ្ទឹមសអាចធ្វើឲ្យពួកគេហ្នឹងមានការរលាកកាហាយនិងឈឺចាប់ហើយអ្នកជំងឺខ្លះទៀតគឺมันអាចទទួលយកនៅផ្លែដូចជាផ្លែពេញប៉ោះហើយក៏មានប្រភេទអាហារមួយចំនួនទៀតដូចគ្នាទៅនឹងការច្រាលនៃអាស៊ីតនៅក្នុងកាពះណាតែគួរតែធ្វើការជៀសវាងផងដែរហើយអ្នកដែលរងគ្រោះដោយសារជំងឺនេះគួរតែធ្វើការទទួលទាននៅអាហារដែលបានចម្អិនឬក៏ត្រូវបានកាត់ជាដុំតូចៗលោកក្រុមវិជ្ជាបណ្ឌិតនៅសាកលវិទ្យាល័យនៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រ Maryland ហ្នឹងគាត់បានឲ្យអ្នកជំងឺគួរតែទំពាឲ្យបានម៉ត់ល្អមុនពេលដែលយើងលេបចូលទៅណាដើម្បីជៀសវាងនៅការរំខានដល់ស្រទាប់ខាងក្នុងនៃកាពះមួយទៀតគឺភេសជ្ជៈបងប្អូនការទទួលទានសារាច្រើនជ្រុលគឺជាមូលហេតុដ៏ចម្បងមួយដែលធ្វើឲ្យបងប្អូនវិវត្តជំងឺរលាកកាពះនេះបងប្អូនគួរតែជៀសវាងនៅភេសជ្ជៈដែលមានជាតិសារាទាំងអស់បើសិនបើបងប្អូនកើតមាននៅជំងឺនេះភេសជ្ជៈជាតិអាស៊ីតផ្សេងទៀតអាចរំខានទៅដល់កាពះឲ្យឆាប់មានប្រតិកម្មបាទវាអាចមានប្រតិកម្មដូចជាភេសជ្ជៈដែលមានជាតិកាបូណាតភេសជ្ជៈដែលដូចជាទឹកផ្លែឈើដែលមានជាតិរសជាតិជូរកាខ្វេទាំងពីរប្រភេទដែលមានសារធាតុកាខ្វេអ៊ីនឬក៏មិនមានកាខ្វេអ៊ីនឬក៏ភេសជ្ជៈដែលមានជាតិឧស្ម័នឬក៏ដូចជាទឹកតែដែលមានដូចជាទឹកកូកាកូឡាវាមានជាតិកាខ្វេអ៊ីនដែរចឹងបងប្អូនគួរតែធ្វើការជៀសវាងឲ្យបានផងដែរជៀសវាងធ្វើកុំឲ្យវាមានការឈឺចុកកាពះណាសូមបញ្ជាក់បងប្អូនថាវីដេអូនេះខ្ញុំបង្ហាញតែបងប្អូនដែលមានជំងឺរលាកកាពះទេចឹងបងប្អូនអត់មានជំងឺរលាកកាពះអាហារដែលខ្ញុំលើកពីខាងលើនេះគឺបងប្អូនអត់មានជំងឺរលាកកាពះក៏អាចហូបបានអញ្ចឹងណាបងប្អូនបាទពេលខ្លះវាអត់ប៉ះពាល់ដល់កាពះទេនេះខ្ញុំលើកតែបងប្អូនដែលមានជំងឺរលាកក្រពះស្រាប់អញ្ចឹងណាបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេបាទសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូខ្ញុំដែលខ្ញុំបង្ហាញនេះអញ្ចឹងខុសត្រូវមកបងប្អូនអធិស្ឋានផងបាទអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទ